ពីខ្លះវាដល់ដំណាក់កាលមួយដែលមនុស្សលេងចង់ចេញទៅជួបអ្នកណាទាំងអស់គឺចង់នៅតែម្នាក់ឯងពីព្រោះនៅខាងក្រៅមនុស្សចេះតែរំពឹងច្រើនពេកមនុស្សចេះតែរំពឹងថាអ្នកនឹងមិនអ្នកនឹងមិនលែងឃើញមនុស្សនឹងនៅក្នុងភាពជាមនុស្សរបស់គេលែងឃើញគេជាគេចង់ឲ្យគេទៅជាមិនចេះតែដាក់ការរំពឹងដល់ពេលមនុស្សពេលដែលទៅជួបជុំតែជាមួយមនុស្សដែលរំពឹងចង់ឲ្យគាត់ជាមិនទៅគាត់វាហត់ណាដល់ពេលហត់លែងចង់ទៅជួបណាចង់នៅតែឯងចង់នៅតែឯងព្រោះការនៅតែឯងគឺគ្មាននរណាគេរំពឹងស្អីទៀតទេប៉ុន្តែកុំគេហៅថាបង្ខាំងខ្លួនឯងណាពេលដែលយករកវិធីអត់ឆាប់យើងនឹងបង្ខាំងខ្លួនឯងនៅទីងងឹតណាយូរទៅអាភាពងងឹតហ្នឹងគឺវាទាញឲ្យយើងលិចលង់ទៅវាកាន់តែស្លុងទៅបងប្អូនអរគ្នាតែខ្ញុំពិតជាធូរសប្បាយមួយរយៈនេះកាលពីមុនណាបងប្អូនអរគ្នាចាំមើលខ្ញុំនិយាយពីឆ្នាំ2020មកដល់ឆ្នាំ2025តែម្ដងមានន័យថារយៈពេល5ឆ្នាំពេញហ្នឹងបងប្អូនគឺពិតជាមិនដែលបានឃើញខ្ញុំទៅចូលរួមនៅក្នុង podcast ឬក៏ក្នុងលើវេទិកាដែលមានវាគ្មិនចូលរួមនិយាយចែករំលែកស្អីពេលហ្នឹងគឺជារដូវកាលជ្រុះស្លឹកបើសម្រាប់រុក្ខជាតិណាចំពោះខ្ញុំគឺជារដូវកាលជ្រុះស្លឹកជារដូវកាលដែលស្ងាត់ជ្រងំជារដូវកាលដែលគេហៅថាខ្ញុំមិនចង់និយាយស្អីទេខ្ញុំក៏គ្មានស្អីនិយាយដែរហើយខ្ញុំក៏មិនចង់ជួបអ្នកណាមិនចង់ជជែកជាមួយអ្នកណាដែរលុះដល់ពេលវេលាមួយដែលខ្ញុំបានជួបម្ដងទៀតមានន័យថាជាមនុស្សដែលខ្ញុំធ្លាប់ជួបមកពីមុនហើយពួកគេក៏ដល់រដូវកាលគេហៅថាម៉េចរដូវកាលជ្រុះស្លឹកដូចគ្នាស្ងាត់ទាំងអស់គ្នាណាតែនៅពេលដែលអ្នកទាំងអស់គ្នាបានរួចរាល់នៅក្នុងការដោះត្រួយឡើងវិញនឹងចេញផ្កាចេញផ្លែហ្នឹងណាយើងក៏ជួបគ្នាទៅហើយខ្ញុំបានជួបជាមួយនឹងបងផលបងនេជួបមួយសបាយបងចន្ទធឿនលោកអាដាមចន្ទឌីអញ្ចឹងទៅមនុស្សដែលឆ្លងកាត់រឿងមកជុំវិញនឹងហើយមកជួបគ្នាមិនដែលឆ្លងកាត់ផុតមានន័យមិនបងប្អូនបើជារុក្ខជាតិមានន័យថាឆ្លងកាត់ការលូតលាស់ការជ្រុះស្លឹកសល់តែមេឃកញ្ញាងហើយលាស់ត្រួយមកវិញចេញផ្កាចេញផ្លែទុំជ្រុះផ្លែអីចឹងមករដូវមកជុំនឹងហើយបានឃើញរឿងមកជុំនឹងហើយបានឃើញទាំងអស់ហើយថាវាអញ្ចឹងហើយឃើញថានឹងវាជារឿងធម្មតានឹងហើយបានមកជួបគ្នាហើយជជែកគ្នាក៏មិនធុញឈប់ជជែកគ្នាស្ងាត់ក៏មិនធុញគេទៅអស់អញ្ចឹងក៏ធម្មតាវាមានអារម្មណ៍ថាយើងអនុញ្ញាតឲ្យពួកគេទៅក៏បានគេនៅក៏បានដល់ពេលដែលគេត្រូវទៅគេទៅយើងក៏ធម្មតាយើងក៏បន្តគេហៅថានៅជាមួយខ្លួនឯងបន្តទៀតអញ្ចឹងទៅបើគេមកទៅក៏នៅមួយខ្លួនឯងផងនៅមួយគេផងអញ្ចឹងក៏ធម្មតាអញ្ចឹងទៅវាលែងមានអារម្មណ៍ស្អីថាត្រូវឲ្យគេបញ្ញាប់មកវិញហើយក៏ត្រូវឲ្យគេបញ្ញាប់ចេញទៅអីចឹងទៅណាដល់ពេលអញ្ចឹងក៏សុបាយចិត្តទៅណាវាមិនមែនថាវាទៅមិនទេវាធម្មតាហ្នឹងមានអារម្មណ៍ថាវាមានក្តីសុខធម្មតាវាគ្មានអ្វីតានតឹងណាបងប្អូនអរគ្នាអាហ្នឹងណាចឹងមូលហេតុដ៏ធំមួយដែលយើងលែងចង់ចេញទៅជួបអ្នកណាទាំងអស់ទី1មនុស្សដែលចង់ជួបសុទ្ធតែមានការរំពឹងអ្វីមួយគឺយើងមិនចង់ជួបទី2គេសួររឿងដែលយើងមិនចង់និយាយមានអ្នកនឹងមិនទាន់ស្គាល់យើងចេះតែជជែកសួរអារឿងដែលយើងមិនចង់ឆ្លើយហើយរឿងដែលយើងមិនចង់និយាយដល់ពេលចឹងក៏អត់ចង់ទៅដែរព្រោះខ្ជិលនឹងការឆ្លើយអាសំណួរហ្នឹងអត់ចង់ជួបទេខ្ជិលឆ្លើយខ្ជិលចង់ជួបអញ្ចឹងដល់ពេលដែលយើងជួបមនុស្សដែលចេះរងចាំមានន័យថាមានរឿងខ្លះយើងចង់ដឹងប៉ុន្តែมันអាចទៅសួរជជីកដើម្បីបានចម្លើយនឹងណាមនុស្សនឹងរងចាំទៅដល់អាមុំមិនមួយដែលរឿងនឹងវាចេញមករឿងដែលយើងតែចង់ដឹងនឹងនៅក្នុងកលៈទេសៈមួយវានឹងចេញមករឿងដែលយើងធ្លាប់ចង់ឆ្ងល់ធ្លាប់សុំចង់ឲ្យគេបកស្រាយនឹងណាយើងមិនអាចទៅបង្ខំឲ្យគេនិយាយនឹងជជែកអីទេដល់ពេលវេលាមួយគេហៅ right time right moment ហ្នឹងបងប្អូនវានឹងចេញរឿងនឹងមកហើយយើងស្ដាប់ចំហមាត់ជក់ចិត្តហើយមួយទៀតហេតុអីបាទពួកយើងចូលចិត្តជជែកគ្នាពេលយប់មានប្រច័នមានពលឺអីចឹងទៅវាមានសັບយំអីចឹងទៅហើយពេលដែលការជជែកគ្នានៅពេលយប់ហ្នឹងពួកយើងជជែកគ្នាដល់ម៉ោង12ម៉ោង1យប់ជជែកគ្នានៅលើក្រែក្រុមដល់ឈើអ្នកណាខ្លះគេដាក់ខ្នើយដេកស្ដាប់អីចឹងណាបងប្អូនមួយមនុស្សក្រុមហ្នឹងដែលខ្ញុំនិយាយហ្នឹងណាខ្ញុំក៏បានឃើញថាសាច់រឿងដែលពីរោះបំផុតនិងល្អមើលបំផុតណាគឺជារឿងដែលគេមិនដែលចាក់បញ្ចាំងនៅលើ screen របស់បងប្អូនឃើញពាក្យសម្ដីដែលពីរោះបំផុតណាគឺសម្ដីដែលបងប្អូនមិនមែនស្ដាប់នៅលើ screen ណាគឺសម្ដីដែលបងប្អូនស្ដាប់ដោយការយល់ចិត្តស្ដាប់នៅទីដ៏ស្ងាត់ស្ដាប់ដោយការយល់ចិត្តមានប្រាប់វាពីរោះអាពាក្យដែលហូរចេញមកហ្នឹងវាពីរោះហើយវាមិនអាចយកទៅចាក់បញ្ចាំងបាននៅពេលដែលយើងដឹងថានៅទីនេះកំពុងតែមានកាមេរ៉ាកំពុងតែមានការ record ណាគឺ